បទល្មើសរំលោភលើលំនៅឋានជាប្រភេទបទល្មើសមធ្យមដែលមានចែងនៅក្នុងក្រមព្រហ្មទណ្ឌត្រង់មាត្រា299ហើយត្រូវបានកំណត់និយមន័យថាជាអំពើប្រព្រឹត្តដោយមានហិង្សាការបង្ខិតបង្ខំការគំរាមកំហែងរូបាយកចូលទៅក្នុងលំនៅឋានអ្នកដទៃនោះត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី1 ខែទៅ1 ឆ្នាំនិងពិន័យជាប្រាក់ពី100,000 រៀលទៅ2 លានរៀលលើកលែងតែករណីដែលច្បាប់អនុញ្ញាតតាមរយៈនិយមន័យខាងលើនេះមានន័យថារាល់សកម្មភាពដែលចូលទៅក្នុងលំនៅឋានរបស់អ្នកដទៃដោយមិនមានច្បាប់អនុញ្ញាតនិងដោយប្រើហិង្សាធ្វើការបង្ខិតបង្ខំការគំរាមកំហែងឬដោយប្រើល្បិចកការឡើងឬផ្លោះរបងដោយមិនមានការអនុញ្ញាតពីម្ចាស់លំនៅឋានបន្ថែមពីនេះមាត្រា300នៃក្រមព្រហ្មទណ្ឌក៏បានកំណត់ថាបទល្មើសរំលោភលើលំនៅឋាននឹងត្រូវផ្តន្ទាទោសដោយមានស្ថានទម្ងន់ទោសក្នុងករណីដែលចារីអ្នកប្រព្រឹត្តជាអ្នករាជការសាធារណៈនៅក្នុងក្របខ័ណ្ឌនៃមុខងាររបស់ខ្លួនឬក្នុងឱកាសបំពេញមុខងាររបស់ខ្លួនចូលទៅក្នុងលំនៅឋានរបស់អ្នកដទៃដោយគ្មានការយល់ព្រមពីម្ចាស់ផ្ទះទេនោះត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី1 ឆ្នាំទៅ2 ឆ្នាំនិងពិន័យជាប្រាក់ពី2 លានរៀលទៅ4 លានរៀលលើកលែងតែករណីដែលច្បាប់អនុញ្ញាតសរុបមកបទល្មើសរំលោភលើលំនៅឋានអ្នកប្រព្រឹត្តបទល្មើសគឺមានចេតនាទុច្ចរិតយ៉ាងច្បាស់លាស់ក្នុងការប្រព្រឹត្តនិងចូលក្នុងលំនៅឋានរបស់ភាគីម្ខាងទៀតដោយពុំមានការអនុញ្ញាតស្តែងឡើងតាមរូបភាពហិង្សាឬឧបាយកទុច្ចរិតប៉ុន្តែបទល្មើសនេះមិនអាចកើតឡើងបានទេក្នុងករណីដែលមានការអនុញ្ញាតពីម្ចាស់លំនៅឋានឬច្បាប់បានអនុញ្ញាត